Bà số xây trong này xung phá cùng một căn cả sắc xa bị chỉ rằng lấy để bảo bạc chăm tháng ngày chỉ một xem toàn kia bạn chẳng số mẹ mày riêng ngày những cái dương riêng tại trong tuần bị để dương bảo bạcនៅhàng cà phê đã thay at ở coffee shop នៅហាងកាហ្វេអូខេអញ្ចឹងតើមានពាក្យខ្លះយើងទៅសិក្សាទាំងអស់គ្នាអូខេអញ្ចឹងតួអង្គ A នេះគឺជាតួអង្គអតិថិជនអ្នកដែលទិញហើយ B នេះគឺជាអ្នកលក់កាហ្វេអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាតើគាត់និយាយអំពីអីគេហើយយើងអាចរៀនពាក្យអីខ្លះពីមេរៀននៃការសន្ទនាមួយនេះអូខេអញ្ចឹងតួអង្គ A គាត់បាននិយាយថា Hi can I get a cup of coffee please can I get a cup of coffee please មានន័យថាសួស្តីតើអាចឲ្យខ្ញុំសុំកាហ្វេមួយកែវបានអត់អូខេអញ្ចឹងម្ចាស់ហាងក៏បាននិយាយថា Sure បាទឬចាបានតើ What size would you like គាត់សួរថា What size would you like មានន័យថាតើអ្នកចង់បានទំហំកែវប៉ុណ្ណាទៅកែវធំឬក៏កែវតូចអូខេតើមកអតិថិជនក៏បាននិយាយថា medium please medium please មានន័យថាសុំកែវមធ្យមមួយកែវកែវមធ្យមមួយកែវmedium នេះកែវមធ្យមទាំងអស់គ្នា small កែវតូច medium កែវមធ្យមហើយ large កែវធំអូខេអញ្ចឹងmedium please មានន័យថាសុំកែវមធ្យមមួយកែវតើមកគាត់អ្នកលក់បានសួរទៀតថា would you like anything to eat would you like anything to eat មានន័យថាតើអ្នកចង់បានអីខ្លះមកញ៉ាំអត់តើអ្នកចង់បានអីខ្លះញ៉ាំអត់ anything នេះអ្វីមួយ to eat មកញ៉ាំអត់ would you like anything to eat តើអ្នកចង់បានអីខ្លះញ៉ាំអត់តើមកគាត់ឆ្លើយថា yes បាទឬចា I like a sandwich មានន័យថាខ្ញុំចង់បាន sandwich មួយនេះ I like would like I would like នេះចង់ទាំងអស់គ្នាអញ្ចឹងពាក្យនេះជា short form មកពាក្យ I would ចេញអានថា I like a sandwich ខ្ញុំចង់បាន sandwich មួយតើមកគាត់សួរទៀតថាម្ចាស់ហាងនោះគាត់សួរទៀតថា anything else មានន័យថាត្រូវការអីផ្សេងទៀតអត់ anything else clear ហ្នឹងត្រូវការអីផ្សេងទៀតអត់ anything else គាត់ថា no that's all មានថាអត់ទេប៉ុណ្ណឹងបានហើយអស់ហើយ that's all នេះអូខេ thank you មានន័យថាអរគុណអូខេចូលបន្តអ្នកលក់គាត់បាននិយាយថា you're welcome អត់អីទេគាត់ឆ្លើយតបទៅពាក្យ thank you នេះណាអូខេគាត់និយាយថា you're welcome អត់អីទេតើមកគាត់និយាយថា your total is $8.50 មានន័យថាតម្លៃរបស់អ្នកគឺអស់ចំនួន$8 កន្លះYour total is $8.50 អូខេអញ្ចឹងតើតើនឹងពាក្យដែលយើងសិក្សាថ្ងៃហ្នឹងទីមួយគឺពាក្យ Can I get a cup of coffee clear នេះអញ្ចឹងយើងនៅពេលដែលយើងទៅកំងអីមួយយើងអាចនិយាយ clear ហ្នឹងបាន a cup of coffee នេះមានន័យថាកាហ្វេមួយកែវ please សូមហើយ what size ទំហំអ្វីទំហំប៉ុណ្ណាណាសួរនេះគឺមានន័យថាប្រកបណាស់ប៉ិតណាស់អីចឹងបងប្អូនគ្នាហើយ medium នេះមធ្យមមានន័យថា medium please កែវមធ្យមមួយទំហំមធ្យម medium would you like មានន័យថាតើអ្នកចង់បាន anything to eat តើអ្នកចង់បានអីខ្លះមកញ៉ាំអត់នេះ eat នេះញ៉ាំហើយ would like ខ្ញុំប្រាប់មិញអញ្ចឹង would like នេះគឺចង់ sandwich ហ្នឹងហើយ anything else តើចង់បានអ្វីផ្សេងទៀតអត់ that's all នេះគឺអស់ហើយ that's all មានថាប៉ុណ្ណឹងបានហើយអស់ហើយyou're welcome នេះគឺមិនអីទេឆ្លើយតបទៅពាក្យ thank you នេះមាននៅពេលដែលនរណាម្នាក់និយាយ thank you អរគុណមកកាន់យើងអាចនិយាយទៅកាន់គេវិញថា you're welcome មានថាអត់អីទេគុណស្រេចអីទេអូខេហើយ total នេះគឺសរុបទាំងអស់គ្នាអូខេអញ្ចឹងពាក្យដែលយើងរៀនបានថ្ងៃហ្នឹងគឺមានចំនួនប៉ុណ្្នឹងឯងហើយប្រសិនបើទាំងអស់គ្នាមានចម្ងល់ទៅនឹងពាក្យណាមួយដែលយើងត្រូវប្រើនៅហាងកាហ្វេទៀតទាំងអស់គ្នាអាច comment សួរនៅខាងក្រោមបានខ្ញុំនឹងឆ្លើយតបនៅក្នុង comment ខាងក្រោមហើយអូខេអញ្ចឹងបងប្អូនកុំភ្លេចជួយចុច subscribe YouTube របស់ខ្ញុំអ្នកមួយផងហើយក៏ដូចជាចុច follow TikTok ក៏ដូចជា Facebook page របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានការ upload នៅមេរៀនថ្មីៗជាប្រចាំថ្ងៃពីខ្ញុំបាទជាបន្តទៀតអរគុណបងប្អូនជំរាបលាជួបគ្នានៅវីដេអូក្រោយ See you next video